សាច់រឿងដែលបានចាប់ផ្ដើមនៅពេលនេះយ៉ាងមីងក៏បានប្រាប់ទៅកាន់សៀវយិនជាមួយនឹងក្តាប់នេះថាបើអញ្ចឹងគាត់គឺដល់ពេលដែលត្រូវតែត្រឡប់ទៅវិញហើយសៀវយិនក៏តបទៅវិញថានៅពេលដែលគាត់ត្រឡប់ទៅវិញនោះសូមប្រកល់ជាហ្វឹងទៅឲ្យត្រកូលរបស់ពួកគេវិញផងស្របពេលដែលបរិសុទ្ធប្រយុទ្ធចំនួន2នាក់ទៀតនឹងគឺថាទុកនៅនឹងសិនហើយចំណែកក្តាប់នេះក៏បានបន្តថាប្រសិនបើពួកគេគឺហ៊ានតែបង្កបញ្ហានោះឲ្យរាយការណ៍ប្រាប់នាងខណៈដែលយ៉ាងមីងក៏តបទៅវិញថាមានវត្តមានរបស់នាងហើយពួកគេប្រកាសជាមិនហ៊ានបង្កបញ្ហានោះទេសៀវយិនក៏បានបន្តទៀតថានៅមានរឿងមួយទៀតដែលប្រសិនបើគាត់គឺមានព័ត៌មានណាមួយអំពីឆៃលីននោះសូមឲ្យយ៉ាងមីងគឺថាផ្ដល់ដំណឹងទាំងអស់នេះមកកាន់គាត់ផងឬដូច្នោះហើយក្តាប់នេះក៏សួរថាតើបងស្រីឆៃលីនគឺនៅកន្លែងនឹងដែរមែនទេហេតុអ្វីបានជាសៀវយិនគឺមិនដែលលើកឡើងអំពីនាងសៀវយិនក៏តបទៅវិញថាឆៃលីនកំពុងតែធ្វើការវឹកហាត់នៅក្នុងត្រកូលពូថ្លាន់ដីជម្រៅ9ជាន់ឬដូច្នោះហើយនាងក៏ប្រាប់ថានាងគឺយល់ហើយនៅពេលដែលបងស្រីឆៃលីនចាក់ចេញអំពីការវឹកហាត់នាងនឹងទៅលេងឆៃលីនយ៉ាងមីងក៏នៅតែប្រាប់ទៅកាន់សៀវយិនថាឲ្យគាត់នឹងគឺទុកចិត្តចោះសៀវយិនក៏តបទៅវិញសូមឲ្យអ្នកគ្រប់គ្នានឹងគឺថែខ្លួនផងពួកគេក៏បានបើកនៅច្រកផ្លូវលំហរួចហើយក៏ចាក់ចេញអស់ទៅសៀវយិនក៏នៅតែបន្តនិយាយទៅកាន់ក្តាប់នេះស្ដេចនាគទាំង3បានរងការបរាជ័យជាមួយនឹងរបួសយ៉ាងធ្ងន់ធ្ងរដូច្នោះពួកគេប្រកាសជាមិនហ៊ានបង្កបញ្ហាម្ដងទៀតឡើយចំណែកស្ថានភាពនៅវាលទំនាបកណ្ដាលវាគឺពិតជារញ៉េរញ៉ៃដូច្នោះគាត់ក៏ដល់ពេលដែលត្រូវតែធ្វើដំណើរត្រឡប់ទៅកាន់វិមានកែធ្លាក់វិញហើយក្តាប់នេះក៏ប្រាប់ថាបើអញ្ចឹងគឺទៅជាមួយគ្នាទៅដោយសារតែលើកនេះពួកគេទាំងអស់គ្នាបានឆ្លងកាត់នៅការលំបាកច្រើនខ្លាំងណាស់ដើម្បីជួយនាងដូច្នោះហើយនាងចង់តបស្នងសងគុណពួកគេវិញប៉ុន្តែជាមួយគ្នាសម្លេងក្អកកាហែមរបស់ព្រឹទ្ធាចារ្យទាំងពីរនឹងហាក់បីដូចជាបន្លឺឡើងមិនឈប់តទៅសោះរហូតដល់ក្តាប់នេះក៏ប្រាប់ថាឈប់ក្អកទៀតទៅដោយសារតែនាងនឹងគឺស្ដាប់ឮហើយស្របពេលដែលព្រឹទ្ធាចារ្យទាំងពីរក៏បានបន្តថាហេតុអ្វីបានជានាងគឺចង់រត់ចាក់ចេញទៀតហើយព្រោះថាយ៉ាងណាមិញនៅក្នុងត្រកូលនាគនឹងគឺទើបតែបញ្ចប់នៅសង្គ្រាមដ៏អស្ចារ្យមួយហើយពេលវេលានេះគឺជាពេលវេលាដែលត្រូវតែកសាងនៅអ្វីត្រឡប់មកវិញដូច្នោះហើយមានវត្តមាននាងនៅទីនេះវាគឺអាចគ្រប់គ្រងនៅស្ថានភាពក៏ដូចជាអ្វីគ្រប់យ៉ាងបានក្តាប់នេះក៏សួរតបទៅវិញថាហេតុអ្វីបានជាពួកគេនឹងគឺមិនជួយសម្រាប់បន្ទុករបស់នាងខ្លះទៅហេតុអ្វីបានជាចាំតែនាងម្នាក់ព្រឹទ្ធាចារ្យជូលីក៏តបមកវិញថាត្រកូលនាគបុរាណគឺបានបាត់បង់មេដឹកនាំអរិយៈពេលជាច្រើនឆ្នាំមកហើយដូច្នោះហើយមានវត្តមាននាងនៅទីនេះវាគឺពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់ខ្លាំងមែនទែនហើយគាត់ចាំបានថាកាលពីឆ្នាំនោះនៅពេលដែលអធិរាជនាគចាស់បានបាត់ខ្លួននោះវាបានធ្វើឲ្យត្រកូលនាគនឹងគឺត្រូវបានបែងចែកទៅជា4ដូច្នោះហើយតាកញ្ចាស់ដូចជាពួកគាត់នេះក៏គ្មានជំរឿអ្វីក្រៅពីក្រោកឈើឡើងដើម្បីជួយកននាគខាងកើតដែរក្តាប់នាគក៏នៅតែតបទៅវិញថាប៉ុន្តែនៅពេលនេះព្រឹទ្ធាចារ្យជូលីក៏នៅតែបន្តថាយ៉ាងណាមិញស្ដេចនាគទាំង3ក៏បានឆ្លៀតឱកាសនៅពេលដែលកននាគខាងកើតកំពុងតែទន់ខ្សោយនឹងក៏ធ្វើការវាយធ្វើបាបគាត់បង្ខំឲ្យពួកគេនឹងគឺថាចោះចាញ់ជានិច្ចស្របពេលដែលក្តាប់នាគក៏នៅតែចង់តបទៅវិញព្រឹទ្ធាចារ្យជូលីក៏នៅតែនិយាយកាត់ថាមិនមែនថាពួកគាត់នឹងគឺមិនចង់ចែករំលែកនៅបន្ទុករបស់នាងនោះទេប៉ុន្តែរឿងតូចតាចទាំងអស់នោះគាត់គឺអាចគ្រប់គ្រងវាបានប៉ុន្តែវត្តមានរបស់នាងនៅទីនេះវាគឺនឹងនាំមកនូវក្តីសង្ឃឹមដល់ប្រជារាស្ត្របន្ថែមទៀតនៃត្រកូលនាគបុរាណហើយវានឹងធ្វើឲ្យពួកគេនឹងគឺឈ្មោះទៅរកទិសដៅមួយដែលត្រឹមត្រូវធ្វើឲ្យភាពរុងរឿងនៃត្រកូលនាគបុរាណនឹងគឺត្រូវបានកសាងត្រឡប់មកវិញចំណែកក្តាប់នាគបច្ចុប្បន្នជាអធិរាជនាគប៉ុន្តែបើនិយាយអំពីចរិតវិញគឺនៅតែជាក្មេងញៀនថ្នាំនោះទេព្រឹទ្ធាចារ្យជូលីក៏បានបន្តថាពេលវេលានេះវាគឺជាពេលវេលាដែលអ្នកគ្រប់គ្នាត្រូវការវត្តមានរបស់នាងខ្លាំងមែនទែនដូច្នោះហើយកននាគខាងកើតមិនអាចដំណើរការបាននោះទេប្រសិនបើគ្មានវត្តមានរបស់នាងពួកគេក៏សូមឲ្យនាងគឺធ្វើការពិចារណានៅរឿងទាំងអស់នេះឡើងវិញស្របពេលដែលសៀវយៀនគាត់ក៏បានយល់អំពីក្មេងញៀនថ្នាំដែរដោយសារតែនាងគឺមានការធុញទ្រាន់ជាមួយនឹងកិច្ចការងារទាំងអស់នៅក្នុងកននាគខាងកើតដូច្នោះហើយក៏ចង់ចេញទៅខាងក្រៅដើម្បីស្រូបយកនៅខ្យល់អាកាសបន្តិចទៅខណៈដែលក្មេងញៀនថ្នាំនៅពេលនេះក៏គ្មានវិធីដែលអាចបដិសេធជាមួយនឹងពួកគេបានទៀតដែរប្រាប់ថានាងគឺយល់ហើយចំណែកឯអ្នកគ្រប់គ្នាវិញពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនស្របពេលដែលសៀវយៀនក៏បាននិយាយប្រាប់នាងថាមិនអីនោះទេបន្ទាប់ពីគាត់បញ្ចប់នៅបញ្ហាគ្រប់យ៉ាងរួចរាល់ហើយគាត់នឹងនាំអ្នកគ្រប់គ្នាមកលេងនាងនៅកននាគខាងកើតនេះក្តាប់នាគគឺបានត្រឹមតែជូនពរឲ្យសៀវយៀនធ្វើដំណើរប្រកបដោយជោគជ័យហើយនាងគឺមិនបានជួនោះទេចំណែកសៀវយៀនក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យថាបើអញ្ចឹងគាត់គឺសូមត្រឡប់ទៅវិញហើយព្រឹទ្ធាចារ្យទាំងពីរក៏បានជូនពរឲ្យសៀវយៀននឹងគឺធ្វើដំណើរប្រកបដោយសុវត្ថិភាពហើយខណៈដែលពួកគាត់ទាំង3នាក់ក៏បានធ្វើដំណើរចាក់ចេញព្រឹទ្ធាចារ្យទាំងពីរក៏បានលើកដៃបាយបាយហើយបន្ទាប់មកអ្នកគ្រប់គ្នានឹងក៏នាំគ្នាធ្វើដំណើរចូលទៅខាងក្នុងវិញទៅ90ម៉ោងក្រោយមកទៀតនោះយើងក៏ស្រាប់តែឃើញថាប្រុសចេញមកខាងក្រៅស្របពេលដែលនាងមើលទៅគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយឡែកចំពោះព្រឹទ្ធាចារ្យទាំងពីរនឹងក៏បានចេញមកតាមស្រែកប្រាប់នាងថាកុំចាក់ចេញអីប៉ុន្តែក្តាប់នាគក៏ប្រាប់ហើយថានៅពេលនេះនាងប្រកល់កននាគខាងកើតដោយអ្នកទាំងពីរនឹងគឺជាអ្នកគ្រប់គ្រងហើយបន្ទាប់មកនឹងក៏ចាក់ចេញទៅបានទៅសាច់រឿងបន្តរបស់យើងកាត់មកមើលទស្សនវិជ្ជានៃកន្លែងមួយផ្សេងទៀតដែលវាគួរតែជាផ្នែកមួយនៃវាលទំនាបកណ្ដាលក្នុងពេលនោះសម្លេងមួយក៏បាននិយាយថាមនុស្សគឺតែងតែឈរនៅលើមាគាឋានសួគ៌និងផែនដីប៉ុន្តែគឺមាននៅរឿងមួយទៀតនៅពេលដែលពួកគេគឺបានកើតមកជាមនុស្សហើយវាគឺតែងតែមានអ្វីមួយដែលជាម្ចាស់ការខ្លួនឯងដោយនោះវាគឺជាព្រលឹងហើយព្រលឹងនឹងគឺមានទាំងជីវិតនិងសេចក្តីស្លាប់ដែលវាគឺមាននៅអត្ថកំបាំងគ្មានទីបញ្ចប់ដូច្នេះហើយប្រសិនបាននរណាម្នាក់គឺអាចធ្វើការគ្រប់គ្រងនៅព្រលឹងបានហើយប្រើប្រាស់វាសម្រាប់រឿងផ្ទាល់ខ្លួននោះនៅទីបំផុតពួកគេប្រកាសជាអាចសម្រេចបាននៅរឿងដ៏អស្ចារ្យមួយហើយនៅពេលដែលពួកគេចាត់វិធានការគ្រាន់តែចង់ឲ្យមនុស្សទាំងអស់ហ្នឹងបានដឹងអំពីការឈឺចាប់នៅក្នុងខ្លួនថាសមរភូមិនេះវាគឺទើបតែចាប់ផ្ដើមតែប៉ុណ្ណោះដូច្នេះហើយហ៊ុនមៀកសឹងក៏បានដឹកនាំកូនចៅរបស់គេចាប់ខ្លួនមនុស្សយ៉ាង
យ៉ាងច្រើននៅក្នុងវាលទំនាបកណ្ដាលកលេចទៅមើលវិមានផ្កាយធ្លាក់វិញគឺពិតជាចលាចលដោយសារតែភៀកខាងជើងគឺទើបតែត្រូវបានវិប្រហារដូច្នោះហើយម្នាក់គឺពិតជាញាប់ដៃញាប់ជើងនៅក្នុងការពង្រឹងក្បួននៃការបង្កើតក៏ដូចជាក្បួននៃការការពារឡើងវិញព្រឹទ្ធាចារ្យ ហ៊ូអ៊ីនក៏បានសម្ដៅមើលទីនេះហើយគាត់ក៏បានរអ៊ូផងដែរហេតុអ្វីបានជាពួកគេនឹងគឺនៅតែបន្តបែបនឹងទៀតប៉ុន្តែបន្ទាប់ពីឃើញអ្នកគ្រប់គ្នាមកជួបជុំគ្នាគាត់គឺពិតជាមានការងើយឆ្ងល់ព្រឹទ្ធាចារ្យលីនក៏ប្រាប់ថាពិតជាមកដល់ចំពេលវេលាល្អណាស់ដោយសារតែជួបជុំគ្នាទៅហើយនោះដូច្នោះហើយគួរតែពិភាក្សាគ្នាអំពីយុទ្ធសាស្ត្ររបស់ពួកយើងតែម្ដងទៅបើយោងទៅតាមអ្វីដែលយ៉ាវឈិនបានលើកឡើងកាលពីពេលមុនមានមនុស្សជាច្រើនបានបាត់ខ្លួនក្នុងកំឡុងពេលប៉ុន្មានខែមុននេះហើយគ្រូចម្រាសុទ្ធជាច្រើននឹងក៏បានបាត់ខ្លួនដោយគ្មានដានដែរដូច្នោះហើយក៏និយាយទៅកាន់ព្រឹទ្ធាចារ្យ ហ៊ូអ៊ីនថាគាត់គួរតែផ្ដល់នៅការការពារឲ្យខ្លាំងជាងនេះបន្តិចទៅតែអាចារ្យ ហ៊ូអ៊ីនក៏ប្រាប់ថាខ្លួនគាត់នៅពេលនេះគឺចាស់ស្កើមស្គាំងហើយស្របពេលដែលមនុស្សរបស់គាត់វិញក៏ខិតខំប្រឹងប្រែងគ្មានពេលសម្រាកដែរតែអសរឈីងក៏បានបន្តថាលើពីនេះទៅទៀតនោះច្រកផ្លូវលំហនៃសម្ព័ន្ធវិមានឋានសួគ៌ក៏រងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយមិនត្រឹមតែផ្លូវពាណិជ្ជកម្មនិងផ្លូវផ្គត់ផ្គង់ត្រូវបានកាត់ផ្ដាច់នោះទេទីតាំងមួយចំនួននឹងក៏បានក្លាយទៅជាកោះដាច់ស្រយាលហើយមិនអាចតាក់ទងគ្នាបានឡើយចំណែកហ្វឹងសៀនគាត់ក៏បានបង្ហាញអំពីផែនទីហើយក៏ប្រាប់ថាក្នុងកំឡុងពេលនេះទីក្រុងចំនួន300នៃសម្ព័ន្ធវិមានឋានសួគ៌គឺរងនឹងការវិប្រហារបើទោះបីជាមើលទៅវាគឺបានកាត់ឡើងអំពីកម្លាំងផ្សេងគ្នាក៏ដោយប៉ុន្តែគឺសុទ្ធតែមានដាននៃសារពលឹងដូច្នោះហើយអ្នកណាគឺជាអ្នកគ្រប់គ្រងនៅទីក្រុងទាំងអស់នេះគាត់ជឿថាពួកគេទាំងអស់គ្នាប្រកាសជាដឹងច្បាស់នៅក្នុងចិត្តហើយព្រឹទ្ធាចារ្យ ហ៊ូអ៊ីនក៏ប្រាប់ថាបើអញ្ចឹងគឺនៅរងចាំធ្វើអ្វីទៀតប្រមូលផ្ដុំនៅកម្លាំងហើយដណ្ដើមយកនៅទីក្រុងរបស់ពួកយើងត្រឡប់មកវិញព្រឹទ្ធាចារ្យលីនក៏តបទៅវិញថាប្រសិនបើពួកយើងធ្វើការប្រមូលផ្ដុំកម្លាំងនោះវាប្រកាសជាធ្វើឲ្យមានចន្លោះប្រហោងនៃការការពារនៃទីក្រុងបច្ចុប្បន្នរបស់ពួកយើងដូច្នោះនៅពេលដែលពួកគេបើកការវិប្រហារនោះតើពួកយើងគួរតែធ្វើអ្វីទៅព្រឹទ្ធាចារ្យ ហ៊ូអ៊ីនក៏ប្រាប់ថាងាយស្រួលនោះទេផ្ញើលិខិតទៅកាន់បកដែលនៅក្បែរជុំវិញនេះផ្ដល់នៅថ្នាំគ្រាប់ឲ្យពួកគេហើយធ្វើការជ្រើសរើសពួកគេឲ្យការពារពួកយើងជាបណ្ដោះអាសន្នតែអសរឈីងក៏បាននិយាយថានិយាយនឹងគឺពិតជាស្រួលខ្លាំងណាស់ប៉ុន្តែតើអ្នកណាដែលមិនដឹងទៅសារពលឹងគឺបានធ្វើសម្ព័ន្ធវិមានឋានសួគ៌នៅពេលនេះគឺពិតជាគួរអាណិតខ្លាំងមែនទែនដូច្នោះហើយពួកគេកំពុងតែជ្រើសរើសនៅឲ្យឆ្ងាយអំពីពួកយើងតាមដែលអាចធ្វើទៅបានអញ្ចឹងហើយពួកគេគឺមិនជួយយើងឡើយតែចាស់នឹងក៏ប្រាប់ថាគាត់នឹងបន្ថែមកម្លាំងបន្តទៀតធ្វើការឡំព័ទ្ធទីក្រុងនានារួចហើយនោះក៏កាន់ពួកគេឲ្យម៉ត់នាងក៏តបទៅវិញថាពួកគេនឹងគឺលេចឡើងដូចជាខ្មោចអញ្ចឹងដូច្នោះហើយតាចាស់នឹងគឺអាចរកគេឃើញដែរមែនទេគាត់ក៏តបទៅវិញថានេះមិនដំណើរការនោះមិនដំណើរការដូច្នោះហើយគួរតែប្រគល់វាទំនាបកណ្ដាលនេះទៅឲ្យសារពលឹងគឺជាអ្នកគ្រប់គ្រងតែម្ដងទៅលើដូច្នោះហើយម្នាក់គឺបានត្រឹមតែដកដង្ហើមធំព្រឹទ្ធាចារ្យលីនគាត់គឺចង់ស្ដាប់យោបល់អំពីយ៉ាវឈិនវិញម្ដងស្របពេលដែលហ្វឹងសៀនក៏បាននិយាយទៅកាន់គាត់បន្តិចហើយខណៈដែលយ៉ាវឈិនបន្ទាប់ពីគាត់គិតមួយសន្ទុះធំហើយគាត់ក៏បានតបទៅវិញថាប្រសិនបើដូច្នោះទៅហើយនោះគួរតែបើកការវិប្រហារទៅលើសារពលឹងហើយបំផ្លាញពួកគេចោលតែម្ដងទៅលើដូច្នោះហើយម្នាក់ហាក់បីដូចជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនស្របពេលដែលព្រឹទ្ធាចារ្យ ហ៊ូអ៊ីនក៏ប្រាប់ថាពិតជាល្អហើយនោះគឺជាអ្វីដែលគាត់កំពុងតែគិតលើកនេះគាត់ប្រកាសជាបង្រៀននៅមេរៀនមួយទៅកាន់ពួកគេហើយចំណែកយ៉ាវឈិនជាមួយនឹងព្រឹទ្ធាចារ្យលីនក៏បានងក់ក្បាលដាក់គ្នាបន្តិចគាត់បានក្រោកឡើងនិយាយបន្តទៀតថាបច្ចុប្បន្នសម្ព័ន្ធវិមានឋានសួគ៌កំពុងតែនៅកន្លែងភ្លឺហើយសារពលឹងកំពុងតែនៅកន្លែងងឹតដូច្នោះហើយពួកយើងប្រកាសជាមិនអាចទីដឹងអំពីចលនារបស់ពួកគេបាននោះទេអញ្ចឹងហើយមិនថាលើកនេះពួកយើងគឺពង្រឹងនៅការការពារឬមួយក៏ដណ្ដើមយកនៅទីក្រុងនានាត្រឡប់មកវិញក៏ដោយដែលខាត់កុំធ្វើសកម្មភាពឲ្យសោះដូច្នោះហើយសារពលឹងប្រកាសជាមិនអាចទីដឹងទុកមុននោះទេថាពួកយើងនឹងគឺបើកការវិប្រហារទៅលើពួកគេហើយនៅពេលដែលដំណឹងនៃសារពលឹងត្រូវបានបំផ្លាញចោលបានរីករាលដាលវាប្រកាសជាប៉ះពាល់ទៅដល់ផែនការរបស់ពួកគេហើយពួកយើងនឹងធ្វើផ្ទុយត្រឡប់មកវិញដោយឈប់បើកការវិប្រហារដូច្នោះពួកគេប្រកាសជាមិនអាចទូចទីដឹងអំពីជំហានរបស់ពួកយើងឡើយលើពាក្យសម្ដីនេះហើយគ្រប់គ្នាក៏បានសរសើរថាពិតជាល្អហើយពួកគេក៏បានយល់ស្របដែរក្នុងពេលនោះសម្លេងរបស់ស៊ីវយៀនក៏បានបន្លឺឡើងថាពាក្យសម្ដីដែលលោកគ្រូយ៉ាវឈិនបាននិយាយគឺពិតជាត្រឹមត្រូវសុភាពរាបសារគឺទាមទារឲ្យមានទៅមានមកប៉ុន្តែសារពលឹងនេះគឺពិតជាក្អេងក្អាងពេកហើយដូច្នោះហើយក៏ដល់ពេលដែលត្រូវតែសម្ពឹងពួកគេខ្លះដែរហើយនៅពេលនេះវិញគាត់ក៏បានធ្វើការគួរសមទៅកាន់លោកគ្រូក៏ដូចជាព្រឹទ្ធាចារ្យទាំងឡាយស្របពេលដែលព្រឹទ្ធាចារ្យ ហ៊ូអ៊ីនបន្ទាប់ពីឃើញថាកម្លាំងរបស់ស៊ីវយៀនគឺមានការកើនឡើងនឹងគាត់ក៏មានការភ្ញាក់ផ្អើលម្ដងទៀតព្រឹទ្ធាចារ្យលីនក៏បានបន្តថាត្រឹមតែរយៈពេលកន្លះឆ្នាំតែប៉ុណ្ណោះស៊ីវយៀនបានឈានមកដល់ដំណាក់កាលដំបូងនៃបទសពកាយពីទៅហើយដូច្នោះហើយល្បឿននេះវាពិតជាធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាខ្មាស់គេខ្លាំងមែនទែនស៊ីវយៀនក៏ប្រាប់ទៅវិញថាគាត់គ្រាន់តែមានសំណាងតែប៉ុណ្ណោះលោកគ្រូយ៉ាវឈិនក៏បានទះស្មាសរសើរថាការធ្វើដំណើរនេះវាគឺពិតជាមានតម្លៃសម្រាប់ស៊ីវយៀនស្របពេលដែលក្តាប់នេះវិញក៏បានសរសើរថាវិមានផ្កាយធ្លាក់នេះវាគឺពិតជាមិនអត់នោះទេហើយនេះគឺពិតជាកម្របានចេញមកខាងក្រៅខ្លាំងមែនទែនដូច្នោះហើយលើកនេះក៏ឲ្យពួកគេគឺត្រូវតែរៀបចំអាហារឆ្ងាញ់សម្រាប់នាងយ៉ាវឈិននៅពេលដែលកលេចទៅមើលក្តាប់នេះបន្ទាប់ពីឃើញកម្លាំងដល់សន្ធោសន្ធៅនេះហើយក៏បានធ្វើការគួរសមនាងនិងក៏សមសួរថាតើនាងគឺជាអ្នកណាដែរចំណែកអ្នកផ្សេងទៀតបន្ទាប់ពីឃើញថានេះគឺជាបទសតប្រយុទ្ធកាយ4នោះក៏នាំគ្នាទៅគួរសមដាក់នាងអ្នកខ្លះក៏បានសរសើរថានៅក្មេងសប៉ុន្តែមានទេពកោសល្យមិនធម្មតាស្របពេលដែលក្តាប់នេះនៅពេលនេះគឺបានត្រឹមតែកេះស៊ីវយៀនក៏ប្រាប់ហើយថាលោកគ្រូនេះគឺជាក្មេងញៀនថ្នាំធ្វើឲ្យយ៉ាវឈិនគាត់ហាក់បីដូចជាភ្ញាក់ផ្អើលបន្តិចដែរស៊ីវយៀនបានបន្តទៀតថាប៉ុន្តែបច្ចុប្បន្ននាងគឺជាអធិរាជនាគនៃត្រកូលនាគបុរាណហើយនាងមកទីនេះគឺដើម្បីជួយពួកយើងបន្ទាប់ពីលើដូច្នោះហើយម្នាក់គឺកាន់តែមានការភ្ញាក់ផ្អើលបន្តទៀតដោយសារតែត្រកូលនាគបុរាណនឹងគឺពិតជាមានអត្ថកម្បាំងនិងពិបាកយល់ខ្លាំងមែនទែនស្របពេលដែលតាចាស់គាត់នេះគឺរួមមកដល់អាយុ
យុប៉ុណ្ណេះទៅហើយគឺទៅតែបានជួបសមាជិកនៃត្រកូលនាគបុរាណហ្នឹងគឺជាលើកដំបូងនោះទេចំណែកយ៉ាវឈិនគាត់ក៏នឹកស្មានមកដល់ដែរថាក្តឹបនាគហ្នឹងគឺមានអត្តសញ្ញាណដ៏អស្ចារ្យបែបនេះធ្វើការគួរសមម្ដងទៀតប្រាប់ថាការពីពេលមុនហ្នឹងគាត់គឺខ្វាក់ភ្នែកហើយក្តឹបនាគក៏ប្រាប់ថាមិនចាំបាច់ធ្វើបែបហ្នឹងនោះទេសៀវយិនក៏ប្រាប់លោកគ្រូដែរថាមិនចាំបាច់ផ្លូវការអីនោះទេគ្រាន់តែចាត់ទុកនាងថាជាក្មេងញៀនថ្នាំដោយការពីពេលមុនទៅក្តឹបនាគក៏បានងក់ក្បាលយ៉ាវឈិនក៏ងក់ក្បាលតបមកវិញសៀវយិនក៏បានបន្តសួរថាចាប់តាំងពីលោកគ្រូគឺតាំងចិត្តធ្វើការវិប្រហារទៅហើយនោះតើលោកគ្រូបានសម្រេចចិត្តហើយឬនៅថានឹងធ្វើការវិប្រហារទៅលើសាខាណាមួយយ៉ាវឈិនក៏ប្រាប់ថាភ្នាក់ងារស៊ើបការរបស់គាត់នឹងគឺបានស៊ើបការយ៉ាងសម្ងាត់ទៅលើសារពលឹងហើយក៏ទទួលបាននៅព័ត៌មានយ៉ាងច្រើនអំពីពួកគេដោយសារពលឹងមាននៅសាខាច្រើនខ្លាំងមែនទែននៅក្នុងចំណោមនោះសារផែនដីទាំង24នេះគឺពិតជាមាននៅសារៈសំខាន់ខ្លាំងណាស់ហើយកន្លែងដែលគាត់ជាប់ឃុំឃាំងការពីពេលមុនក៏ជាមួយនៅក្នុងចំណោមកន្លែងទាំងអស់នេះដែរនៅពីលើសារផែនដីគឺជាសារឋានសួគ៌ដោយសារតែសារពលឹងបានបែងចែកទៅជា3ថ្នាក់ដោយមានដូចជាសារឋានសួគ៌សារផែនដីហើយនិងសារមនុស្សសារឋានសួគ៌ត្រូវបានគ្រប់គ្រងដោយហ៊ុនមៀកសឹងសារផែនដីត្រូវបានគ្រប់គ្រងដោយម្ចាស់សាររងនៃសារពលឹងចំណែកសារមនុស្សត្រូវបានគ្រប់គ្រងដោយធានសុនទី1ទី2ហើយនិងអ្នកដទៃផ្សេងទៀតហើយខណៈដែលបច្ចុប្បន្ននេះគាត់បានត្រឹមតែរកឃើញទីតាំងនៃសារមនុស្សតែប៉ុណ្ណោះសៀវយិនក៏ប្រាប់ថាបែបហ្នឹងក៏ល្អដែរដោយគាត់នឹងចាប់ផ្ដើមអំពីសារមនុស្សនេះទៅហើយគាត់នឹងធ្វើការចាប់ហៃពួកគេទៅជាជំរាកព្រឹទ្ធាចារ្យហ៊ូអ៊ីនប្រាប់ថាពិតជាល្អណាស់ដូច្នេះហើយរាប់បញ្ចូលគាត់ម្នាក់ផងដែរខណៈដែលព្រឹទ្ធាចារ្យលីនជាមួយនឹងទាសឈីងពួកគេក៏ចង់ចូលរួមដូចគ្នាប៉ុន្តែយ៉ាវឈិនក៏ប្រាប់ថាសម្ព័ន្ធគឺនៅតែត្រូវការពួកគេដើម្បីការពារជៀសវាងសារពលឹងគឺធ្វើការវិច្ឆបក់ណាមួយដូច្នេះហើយការវិប្រហារសារពលឹងនេះគ្រាន់តែទុកឲ្យសៀវយិននិងអ្នកដទៃទៅលើបែបនេះហើយព្រឹទ្ធាចារ្យហ៊ូអ៊ីនហាក់បីដូចជាមិនសោកចិត្តនោះទេយ៉ាវឈិនក៏បានបន្តនិយាយទៅកាន់គាត់ឲ្យក្រុមដើរល្បាតរបស់គាត់នឹងគឺនៅតែបន្តសង្កេតមើលទីក្រុងនានាជៀសវាងមាននរណាម្នាក់លួចផ្ដោតដំណឹងជូនទៅកាន់សត្រូវស្របពេលដែលព្រឹទ្ធាចារ្យលីនខាងប៉ុមអសត់វិញក្នុងកំឡុងពេលនេះក៏ឲ្យគាត់ធ្វើការរៀបចំចម្រាញ់ថ្នាំគ្រាប់បន្ថែមទៀតទៅដើម្បីត្រៀមជួយទៅដល់អ្នកគ្រប់គ្នាខណៈដែលទីអសឈីនៅក្នុងបាក់ផ្កាយនៅវិញក៏ឲ្យពួកនាងធ្វើការរៀបចំជួសជុលនៅផ្លូវលំហឡើងវិញទីអសឈីងក៏ប្រាប់ថាមិនអីនោះទេប្រកល់វាមកឲ្យនាងចោះចំណែកឯព្រឹទ្ធាចារ្យហ៊ូអ៊ីនក៏ប្រាប់ទៅកាន់សៀវយិនថាកុំភ្លេចជួយបញ្ចេញកំហឹងជំនួសគាត់ផងសៀវយិនក៏ប្រាប់ថាប្រកាសជាបែបហ្នឹងហើយយ៉ាវឈិនវិញក៏បានបន្តថាគាត់នឹងធ្វើដំណើរទៅជាមួយនឹងសៀវយិនព្រោះថាទីតាំងនៃសារមនុស្សនេះគឺពិតជាមានអាចកំបាំងខ្លាំងមែនទែនបើទោះបីជាមានផែនទីក៏ដោយក៏ពិបាកស្វែងរកដែរសៀវយិនវិញមិនបានជំទាស់នោះទេហើយនៅពេលនេះវិញគាត់គឺមាននៅមនុស្សមួយក្រុមដែលមានកម្លាំងដ៏រឹងមាំរួចទៅហើយដូច្នេះហើយប្រកាសជាអាចបង្កនៅការគំរាមកំហែងដល់ពួកគេបាននៅពេលនេះវិញយ៉ាវឈិនគាត់គឺពិតជានឹកស្មានមកដល់នោះទេថាការធ្វើដំណើររបស់សៀវយិនទៅកាន់កសម្ព័ន្ធសត្វវេទមន្តនឹងគឺមាននៅរឿងរ៉ាវយ៉ាងច្រើនបែបនេះសៀវយិនក៏ប្រាប់ថាសំណាងល្អមិនសូវមានគ្រោះថ្នាក់ហើយគាត់ក៏ទទួលបាននៅផលយ៉ាងច្រើនយ៉ាវឈិនក៏នៅតែបន្តថាសៀវយិនគឺទៅតែត្រឡប់មកវិញដូច្នេះហើយក៏ឲ្យគាត់សម្រាប់ពី3ថ្ងៃបានល្អទៅចំណែកបញ្ហានៅក្នុងសម្ព័ន្ធប្រកល់វាមកឲ្យគាត់គឺជាអ្នកដោះស្រាយដោយសៀវយិនគឺមិនចាំបាច់ព្រួយបារម្ភច្រើននោះទេហើយនៅពេលដែលពេលវេលាល្អចូលមកដល់នោះគាត់នឹងធ្វើដំណើរទៅកាន់សាលពលឹងស្របពេលដែលសៀវយិនក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូហើយគាត់ក៏ប្រកល់របស់មួយទៅឲ្យលោកគ្រូយ៉ាវឈិនក៏សួរហើយថាតើវាគឺជាអ្វីសៀវយិនក៏ប្រាប់ថាគឺជាដំណក់ឈាមដែលបានបន្សល់ទុកដោយមនុស្សម្នាក់នៅពាក់កណ្ដាលជំហានកម្រិតអាទិទេពហើយបន្ទាប់ពីលោកគ្រូយ៉ាវឈិនលេបយកវាហើយគាត់ប្រកាសជាអាចបំបែកចូលទៅកាន់កម្រិតបោះសពកាយមួយត្រឹមតែរយៈពេលដ៏ខ្លីតែប៉ុណ្ណោះយ៉ាវឈិនក៏បានប្រកល់វាឲ្យសៀវយិនវិញដោយសារតែសៀវយិនគឺត្រូវការវាជាងគាត់មិនថាតែកម្លាំងប្រយុទ្ធជាមួយនឹងសារពលឹងឬមួយក៏ការស្វែងរកនៅដាប់ភ្លើងការឈូសបន្សុទ្ធអារក្សនោះទេប៉ុន្តែសៀវយិនក៏ប្រាប់ថាគាត់គឺបានលេបយកវាមួយដំណាក់ហើយដូច្នេះបើទោះបីជាលេបទៀតនឹងវាក៏គ្មានប្រយោជន៍ដែរចឹងហើយក៏សូមឲ្យលោកគ្រូនឹងគឺទទួលយកទៅស្របពេលដែលយ៉ាវឈិនគាត់ក៏គ្មានអ្វីក្រៅពីទទួលយកដែរហើយរឿងបន្តរបស់យើងក៏លេខមកមើលខាងនេះវិញក៏បានឃើញអំពីទីតាំងនៃកន្លែងមួយដែលមាននៅពលឺដ៏ចែងចាំងអមជាមួយនឹងចំហាយធម្មពលដែលកំពុងតែសាយភាយចេញទៅស្របពេលដែលឆៃលីននាងកំពុងតែធ្វើដំណើរមកទីនេះដែរបន្ទាប់ពីបានមកដល់ហើយនាងក៏បានផ្លាស់ប្ដូរទម្រង់ទៅជាមនុស្សស្របពេលដែលនាងក៏បានបន្តកលេចមើលតែការរូបចម្លាក់ក៏ដូចជាបន្ទះថ្មដែលនៅចំពោះមុខនាងដោយសារតែកន្លែងនឹងហើយគឺជាអ្នកហៅនាងមកនៅពេលដែលនាងបានសម្លឹងមើលទៅខាងលើនោះក៏ស្រាប់តែបានឃើញអំពីដួងពលឹងពណ៌ថ្លានលេបឋានសួគ៌9ពណ៌ដូច្នេះហើយឆៃលីនក៏មិនចង់រងចាំយូរទៀតដែរដោយនាងក៏បានធ្វើការគួរសមផ្លែតែម្ដងនេះហើយថាខ្ញុំគឺជារាជិនីមេទូសានៃកសម្ព័ន្ធមនុស្សពស់សូមធ្វើការគោរពទៅកាន់បុព្វបុរសពណ៌ថ្លានលេបឋានសួគ៌9ពណ៌សូមឲ្យបុព្វបុរសប្រទានពរដល់កសម្ព័ន្ធមនុស្សពស់របស់ខ្ញុំឲ្យជួបតែវិបុលភាពក៏ដូចជាសំណាងល្អក្នុងពេលនោះក៏ស្រាប់តែរូបសំណាកថ្មនឹងបានបញ្ចេញពន្លឺអំពីកែវភ្នែករបស់គេបន្តិចបន្តមកទៀតនោះក៏ស្រាប់តែសម្លេងមួយបាននិយាយមកកាន់ឆៃលីនថាកូនចៅរបស់ខ្ញុំនៅទីបំផុតនាងគឺបានមកដល់ហើយជាមួយគ្នានោះផងដែរកម្លាំងធម្មពលជាច្រើនពួកវាក៏បានលេចឡើងមកហើយក៏ចាប់ផ្ដើមសាយភាយជុំវិញរាងកាយរបស់ឆៃលីនមុនពេលដែលកម្លាំងធម្មពលទាំងអស់ហ្នឹងក៏បានចាក់បញ្ចូលទៅកាន់រាងកាយរបស់នាងទៅហើយបន្តិចក្រោយមកទៀតនោះក៏ស្រាប់តែសម្លេងមួយក៏នៅតែបន្តនិយាយទៅកាន់ឆៃលីនថានាងគឺបានរងចាំឆៃលីននៅទីនេះអរិយពេលជាច្រើនឆ្នាំមកហើយធ្វើឆៃលីននៅពេលនេះក៏ចង់ឆ្លើយតបទៅវិញបន្តិចដែរប៉ុន្តែក្នុងពេលនោះក៏ស្រាប់តែមាននៅកម្លាំងធម្មពលជាច្រើនទៀតបានលេចចេញហើយវាក៏បានរួមបញ្ចូលទៅកាន់កណ្ដាលថ្ងារបស់ឆៃលីនបន្តទៀតទៅសាច់រឿងបន្ទាប់របស់យើងក៏លេខមកមើលខាងនេះវិញក៏ឃើញថាសៀវយៀនក្តឹបនេះសៀវសៀនក៏ដូចជាឈីងលីនកំពុងតែទន្ទឹង
ងរឹងចាំនៅការចាក់ចេញអំពីការវឹកហាត់របស់លោកគ្រូយ៉ាវឈិននៅក្នុងពេលនោះអ្វីគ្រប់យ៉ាងក៏ចាប់ផ្ដើមមានការប្រែប្រួលបន្ទាប់មកកម្លាំងធម្មពលដ៏ខ្លាំងក្លាវាក៏ស្រាប់តែបានបាញ់ឡើងទៅកណ្ដាលអាកាសបណ្ដាលឲ្យហ្វឹងសៀនដែលកំពុងតែផ្ដល់ដំបូន្មានឲ្យអ្នកគ្រប់គ្នានៅពេលនេះក៏មានការភ្ញាក់ផ្អើលជាមួយនឹងសម្ពាធធម្មពលដែលបានលេចចេញនេះផងដែរស្របពេលដែលសៀនអ៊ីក៏កំពុងតែសម្លឹងមើលពីចម្ងាយហើយខណៈដែលទីអសរឈីងនឹងក៏កំពុងតែសម្លឹងមើលពីចម្ងាយពោពេញទៅដោយក្តីត្រេកអរដែរហើយនៅពេលនេះយ៉ាវឈិនក៏បានចាក់ចេញអំពីការវឹកហាត់របស់គាត់ដោយកម្លាំងរបស់គាត់នៅពេលនេះគឺបានឈានមកដល់បទសពប្រយុទ្ធកាយមួយដោយពេញលេញហើយសាច់រឿងបន្តរបស់យើងក៏លេខទៅមើលខាងនោះដែលជាទីតាំងនៃសាពលឹងយើងក៏ឃើញថាពួកគេម្នាក់ៗនឹងគឺបានកាន់នៅចង្គៀងពលឹងមួយនៅក្នុងដៃស្របពេលដែលសម្រែងនៃការស្រែកឡើងដែលពោពេញទៅដោយក្តីឈឺចាប់របស់មនុស្សជាច្រើននោះក៏នៅតែបន្តបន្លឡើងយ៉ាងទៅហឹងអឹងកឹងពីពេញកន្លែងនេះទាំងមូលហើយខណៈដែលសមាជិកនៃសាពលឹងនៃទីតាំងក៏ដូចជាសាខានេះដោយដែលយើងបានឃើញវាគឺពិតជាមានច្រើនខ្លាំងមែនទែនមិនដឹងថាប៉ុន្មានពាន់ប៉ុន្មានសែននាក់នោះទេស្របពេលដែលមនុស្សដែលនៅក្នុងអាងទាំងអស់នេះវិញម្នាក់ៗក៏ប្រឹងប្រែងចាក់ចេញអំពីកន្លែងនេះប៉ុន្តែក៏ត្រូវបានសមាជិកនៃសាពលឹងនឹងធាក់ពួកគេទម្លាក់ចូលទៅក្នុងអាងនេះវិញហើយបន្ទាប់មកពួកគេនឹងក៏បាននាំគ្នាដាក់ម្នាក់មួយប៉ុយទៅពួកគេក៏បាននិយាយឲ្យថាទ្រព្យសម្បត្តិដ៏មានតម្លៃបែបនេះដែលបើកអំពីសម្ព័ន្ធវិមានឋានសួគ៌នឹងវាគឺពិតជាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនហើយបន្ទាប់មកពួកគេក៏ចាប់ផ្ដើមធ្វើការស្រូបយកនៅកម្លាំងធម្មពលពលឹងទាំងអស់នេះចូលទៅក្នុងចង្គៀងពលឹងរបស់ពួកគេហើយពួកគេគ្រប់គ្នាក៏នៅតែបន្តធ្វើបែបហ្នឹងទៅសាច់រឿងបន្តរបស់យើងក៏លេចមកមើលខាងក្រៅវិញនៅទីបំផុតនោះអ្នកទាំង3ក៏បានធ្វើដំណើរមកដល់ទីតាំងមួយហើយសៀវយិនក៏បានសួរទៅកាន់លោកគ្រូថាតើគឺជាកន្លែងហ្នឹងមែនទេយ៉ាវឈិនក៏ប្រាប់ថាបន្ទាប់ពីធ្វើដំណើរឆ្លងកាត់ទ្វារហ្នឹងហើយវាគឺជាទីតាំងនៃសាមមនុស្សហើយប៉ុន្តែយ៉ាងណាមិញទីតាំងរបស់ពួកយើងហ្នឹងគឺមិនអាចឲ្យអ្នកគ្រប់គ្នាឬមួយក៏នរណាម្នាក់ហ្នឹងគឺបានដឹងឡើយលើបែបនេះសៀវយិនក៏បាននិយាយទៅកាន់ក្តឹបនេះថាគាត់ជាមួយនឹងលោកគ្រូរបស់គាត់នឹងធ្វើការវាយប្រហារទៅលើសាមមនុស្សស្របពេលដែលនាងគឺការពារនៅកន្លែងនេះប៉ុន្តែក៏ឲ្យនាងចងចាំថាមិនអនុញ្ញាតឲ្យនរណាម្នាក់ហ្នឹងគឺចូលមកខាងក្នុងនោះទេប៉ុន្តែក៏មិនអនុញ្ញាតឲ្យនរណាម្នាក់ហ្នឹងគឺចាក់ចេញទៅខាងក្រៅដែរលើដូច្នោះហើយក្តឹបនេះក៏បានផ្ទាត់នៅម្រាមដៃរបស់នាងបន្តិចទៅរនាំងធម្មពលដ៏ធំសម្បើមមួយវាក៏ស្រាប់តែបានលេចឡើងមកហើយនាងក៏ប្រាប់ថាកុំភ័យអីនៅពេលនេះនាងគឺបានដាក់នៅក្បួនការពារមួយហើយស្របពេលដែលសៀវយិនគាត់ក៏បាននិយាយទៅកាន់លោកគ្រូយ៉ាវឈិនដូច្នោះហើយយ៉ាវឈិនគាត់ក៏បានដាក់ដៃរបស់គាត់ទៅមុខបន្តិចហើយក៏ប្រើប្រាស់នៅកម្លាំងធម្មពលវិញ្ញាណរបស់គាត់ដែលយើងក៏ស្រាប់តែឃើញថាអ្វីគ្រប់យ៉ាងនៅកន្លែងនេះវាក៏ចាប់ផ្ដើមមានការប្រែប្រួលតែម្ដងដោយដែលយើងបានឃើញវាគឺជាច្រកចូលទៅកាន់ទីតាំងនៃសាខាសាមនុស្សសៀវយិនបាននិយាយថាលើកនេះគាត់នឹងមិនទុកឲ្យនរណាម្នាក់នឹងគឺនៅសល់ជីវិតនោះទេហើយបន្ទាប់មកពីអ្នកលោកគ្រូ3ម៉ូតូក៏នាំគ្នាចូលទៅខាងក្នុងស្របពេលដែលក្តឹបនេះក៏ចាំនៅខាងក្រៅដើម្បីការពារហើយជាមួយគ្នានោះសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា